ខ្ញុំចែកម្លែកបទពិសោធន៍ខ្ញុំរៀនបានលេខ1នៅ AFL វិធីសាស្ត្ររបស់ខ្ញុំរៀនហើយនឹងបទពិសោធន៍របស់ខ្ញុំនៅឆ្នាំ2000ខ្ញុំប្រឡងចូលនៅសាលា AFL ភាសាបរទេសកាលនោះដូចជាមាន2500នាក់ដែលដាក់ប្រឡងហើយគេយក72នាក់បាទសិតតែខ្លាំងហើយខ្ញុំរៀនមិនសូវបានច្រើនតែទេគឺខ្ញុំរៀនភាសានោះគឺបានតែមួយឆ្នាំទេបាទរៀននៅ PDS ហើយក្រោយមកគឺរៀនខ្លួនឯងរហូតបាទចឹងពេលដែលរៀនហើយចាប់ដើមរៀនខ្ញុំចាប់ដើមឆ្លាញ់នៅសាលា AFL ដោយសារសាលាហ្នឹងគាត់រៀនគឺបានថាមានការបើកចាក់មានអីទេគឺរៀនអ្នករៀនប្រកែកគឺគាត់ប្រកែកគាត់បាននិមួយចឹងក៏ខ្ញុំឃើញបែបនេះខ្ញុំព្យាយាមរៀនបាទហើយក៏ខ្ញុំយកនៅវិធីសាស្ត្រដែលខ្ញុំរៀនជោគជ័យពីមុនមកយកមករៀនទី1អ្វីដែលខ្ញុំព្យាយាមរៀននោះគឺដោយសារមានមេរៀនច្រើននៅ AFL តែខ្ញុំគិតថាដើម្បីរៀនឲ្យចេះតើយើងរៀនច្រើនពីច្រើនប្រភពបាទដោយថាសម័យនេះខ្ញុំមានអ៊ីនធឺណិតហើយបាទអ្នកខ្លះក៏អត់ស្គាល់មានអ៊ីនធឺណិតខ្ញុំមានអ៊ីនធឺណិតអញ្ចឹងពេលដែលរៀនដូច literature studies ឬក៏រៀនជំនាន់ហ្នឹង cultural studies អីហ្នឹងគឺខ្ញុំរៀនសភៅផងហើយខ្ញុំទៅស្រាវជ្រាវនៅអ៊ីនធឺណិតផងបាទអញ្ចឹងវិធីទី1របស់ខ្ញុំហ្នឹងគឺរៀនឲ្យបានច្រើនលើសអ្វីដែលមាននៅក្នុងសភៅនៅ AFL អញ្ចឹងយើងស្រាវជ្រាវរៀនហើយដោយសារខ្ញុំស្រឡាញ់ការរៀនផងបាទរៀនអាននេះគឺខ្ញុំចូលចិត្តអានបាទខ្ញុំចំណាយពេលអានច្រើនហើយសម្រាប់ភាសាហ្នឹងគឺខ្ញុំស្ដាប់ BBC ដើម្បីធ្វើឲ្យការ listening របស់ខ្ញុំហ្នឹងប្រសើរឡើងអញ្ចឹងខ្ញុំរៀនច្រើនបាទច្រើនពីអ្វីដែលមាននៅ AFL អញ្ចឹងយើងមានចំណេះដឹងច្រើនហើយបន្តភ្ជាប់គ្នាទៅគឺការយល់របស់យើងនឹងកាន់តែល្អព្រោះថានេះជាបទពិសោធន៍ខ្ញុំពេលខ្លះមានមេរៀនខ្លះយើងរៀនតាមសភៅហ្នឹងយើងអត់យល់ទេប៉ុន្តែយើងទៅមើលសភៅអីផ្សេងពីមេរៀនហ្នឹងយើងយល់អញ្ចឹងព្រោះថាអ្នកសរសេរគាត់សរសេរខុសៗគ្នាអ្នកខ្លះដូចគ្រូរបស់យើងហ្នឹងគាត់បញ្យល់អ្នកខ្លះបញ្យល់យល់អ្នកខ្លះបញ្យល់យល់ក្នុងមេរៀនមួយចំនួនអញ្ចឹងយើងមើលសភៅឲ្យបានច្រើនយើងអាចទទួលបានមេរៀនហ្នឹងយើងយល់បានច្រើនបាទទី2គឺមានប្រព័ន្ធផ្ដល់រង្វាន់ខ្លួនឯងនិងដាក់ទណ្ឌកម្មខ្លួនឯងបាទជំនាន់នេះគឺខ្ញុំចូលចិត្តលេងអ៊ីនធឺណិតចូលចិត្តលេងហ្គេមហើយខ្ញុំចូលចិត្តលេងឆាត MRC អីចឹងហើយក៏មើលទទួលខ្លះអញ្ចឹងពេលហ្នឹងបើសិនជាខ្ញុំដូចថាខ្ញុំទិញមេរៀនខ្ញុំត្រូវថាចិត្តប្រឡងហើយមួយអាទិត្យទៅប្រឡងខ្ញុំជាទិញមេរៀនរាល់ថ្ងៃអញ្ចឹងខ្ញុំដាក់ផែនការទិញមេរៀនហើយក៏មានផែនការឲ្យរង្វាន់ខ្លួនឯងព្រោះថាយើងទិញ3ម៉ោងទៅខ្ញុំអាចងូតទឹកបានម្ដងអីចឹងទៅទិញ4ម៉ោងទៅខ្ញុំអាចមើលទទួលបាន1ម៉ោងប៉ុន្តែការទិញនេះយើងដាក់ផែនការថាយើងត្រូវទិញចប់ទៅថាឥឡូវ3ម៉ោងនេះយើងត្រូវចប់2 chapters អញ្ចឹងយើងធ្វើម៉េចឲ្យចប់2 chapters ហ្នឹងអញ្ចឹងយើងព្យាយាមបាទហើយបើសិនជាធ្វើបានទេយើងដាក់ទណ្ឌកម្មខ្លួនឯងអញ្ចឹងយើងព្យាយាមរៀនហើយផ្ដល់រង្វាន់ខ្លួនឯងហើយដាក់ទណ្ឌកម្មខ្លួនឯងទៅធ្វើឲ្យយើងមានវិន័យអញ្ចឹងពេលយើងរៀនទៅគឺយើងបញ្ចប់នឹងការរៀនរបស់យើងបានថាយើងទិញមេរៀនហ្នឹងចាំទាំងអស់ហើយយល់ទាំងអស់ហើយបើយើងអត់ទេយើងមានពិន័យរបស់យើងប៉ុន្តែការរៀនហ្នឹងយើងត្រូវប្រយ័ត្នប្រយែងដែរដោយសារយើងត្រូវដាក់ផែនការដែរឧទាហរណ៍ថាខ្ញុំរៀនមួយអាទិត្យអញ្ចឹងខ្ញុំព្យាយាមរៀនឲ្យបាន5ថ្ងៃឲ្យអស់ហើយទៅ2ថ្ងៃទៀតរំលឹកបាទរំលឹកលោកយើងរៀន5ថ្ងៃហើយយើងសំមួយថ្ងៃ2ថ្ងៃទៀតដែលយើងរំលឹកហ្នឹងអាចយកពេលហ្នឹងរៀនបន្ថែមគឺខ្ញុំធ្វើបែបនេះដើម្បីរៀនជាប្រព័ន្ធយើងអាចរៀនចេះបានច្រើនកុំឲ្យរៀនអត់ប្រព័ន្ធអសោះហើយទី3គឺយើងធ្វើលំហាត់practice ឲ្យបានច្រើនបាទ practice យកមេរៀនយកមករំលឹកនឹងគឺត្រូវធ្វើលំហាត់មកធ្វើជាសំណួរហើយឆ្លើយខ្លួនឯងសំណួរបានច្រើនហើយយើងកុំធ្វើតែសំណួរនៅក្នុងមេរៀនយើងដូចថាមេរៀន Romeo and Juliet គឺជាសភៅគេមានយើងអានណាអានជាប្រឡំលោកនឹងហើយប៉ុន្តែប្រឡំលោកនឹងគេមានលំហាត់លោកគ្រូអ្នកគ្រូគាត់បកគោលឲ្យហើយអញ្ចឹងយើងកុំធ្វើតែលំហាត់នៅក្នុងនឹងយើងធ្វើលំហាត់នៅក្រៅទៀតបាននៅទៅប្រព័ន្ធអ៊ីនធឺណិតនៅតាមអីទៀតដើម្បីធ្វើយើងរឿងនេះយើងយល់បានច្បាស់បាទដូចថាយើងរៀនពី sentence structures អញ្ចឹងយើងរៀននៅក្នុងថ្នាក់ហ្នឹងមានលំហាត់ថៃតែកុំធ្វើលំហាត់តែប៉ុណ្្នឹងបាទបើយើងចង់ឲ្យបានលេខ1យើងត្រូវធ្វើលំហាត់10សភៅទៀត5សភៅទៀតឬក៏20សភៅទៀតតាមដែលយើងមានហើយយើងសម្រាប់ខ្ញុំចូលចិត្តទិញសភៅបាទសភៅអីដូចថា TOEFL ចឹងណាខ្ញុំទិញមកទាំងអស់នឹងនៅក្នុងទីផ្សារអត់តែចេញថ្មីខ្ញុំទិញបាទដើម្បីឲ្យមាន
មេរៀនជាច្រើនលំហាត់ជាច្រើនដែលយើងអាចធ្វើលំហាត់កាន់តែច្រើនពេលដែលយើងប្រឡងពេលហ្នឹងគឺយើងលឿនតែម្ដងយើងដឹងហើយយើងទៅលឿនតែម្ដងបាទហើយមួយចំណុចទៀតទី4ហ្នឹងគឺពេលធ្វើប្រឡងបាទធ្វើ test អីហ្នឹងយើងធ្វើមិនធ្វើឲ្យលឿនយើងពេលដែលយើងវាតើតើចំណុចទី3យើង practice ហើយគឺយើងធ្វើលឿនហើយប៉ុន្តែពេលយើងអនុវត្តធ្វើ test ច្រើនដងហើយយើងគិតមកបានណាទៅដល់ហ្នឹងគឺលឿនបាទអត់យឺតអត់តាក់ទេអញ្ចឹងពេលដែលមានអ្វីដែលយើងចេះហើយគឺយើងធ្វើឲ្យមុនគេហ្នឹងធ្វើទៅអ្វីដែលយើងសពេចសពិលគឺយើងទុករៀងក្រោយបាទប៉ុន្តែធ្វើឲ្យលឿនអាហ្នឹងសំខាន់ណាស់ហើយកុំទុកដូចជាសំដួលចោលឲ្យសោះបាទបើយើងចង់បានលេខ1គឺធ្វើឲ្យគ្រប់បាទបើសិនជារៀនតាមជំហានទី1ជំហានទី2ជំហានទី3នេះគឺប្រហែលជាភាគច្រើនយើងចេះសិនទៅអស់ហើយបាទកម្រអត់ចេះហ្នឹងហើយអត់ចេះហ្នឹងមានតិចទេប្រហែលជា3-4% ទៅយ៉ាងច្រើន10%ទេហើយពេលហ្នឹងយើងយកមកគិតតិចគិតហើយយើងនឹងដោះស្រាយចេញដែរហ្នឹងសំដួលអីចឹងណាហ្នឹងហើយអញ្ចឹងសំខាន់ចំណុចទាំងអស់ហ្នឹងហើយដែលធ្វើឲ្យខ្ញុំរៀនបាទពីឆ្នាំទី1ដល់ឆ្នាំទី4ហ្នឹងបាទគឺជា top student នៅសាលា IFL ហើយជាឆ្នាំ4ហ្នឹងបាទយើងបានបន្ទុកលើសគេតែម្ដងបាទនៅសាលាប្រចាំសាលារបស់យើងហើយបន្ទាប់មកក៏ខ្ញុំចូលធ្វើគ្រូបង្រៀនហើយបន្ទាប់ខ្ញុំទៅយកបួកនៅអាមេរិកទៅរៀននៅអាមេរិកបន្តហើយខ្ញុំនឹងប្រាប់ពីដំណើរការនៃការរៀនរបស់ខ្ញុំបន្តទៅនៅសហរដ្ឋអាមេរិក